Japan grants over 10 million US dollars more to SEMA Japan យើងដឹងប្រទេសជប៉ុន grant មានថា agree to give something officially មានថាយល់ស្របយល់ព្រមក្នុងការប្រគល់ឬក៏ផ្ដល់អ្វីមួយជាផ្លូវការណាជាពិសេសអ្វីមួយដែលគេស្នើសុំគឺយើងប្រគល់ឲ្យគេការទៅ grant ណាអញ្ចឹងជប៉ុនគឺយល់ព្រមផ្ដល់នៅទឹកប្រាក់ជាង$10 លានសហរដ្ឋអាមេរិក more បន្ថែមទៀត to SEMA ទៅកាន់ SEMA ឬក៏អង្គភាពសកម្មភាពកម្ចាត់មីនហៅកាត់ថា SEMA ហ្នឹងឯងសូមផ្សាយដំណឹងមួយព្រោះដោយសារគេមានការ version បញ្ចុះតម្លៃ 50% រយៈពេល3ថ្ងៃពីថ្ងៃនេះដល់ថ្ងៃ23មីនា2025ដោយបងអាចចូលគេហទំព័រ kiduheavenly.com ស្វែងរកវគ្គសិក្សាឬក៏ចុចលើពាក្យ courses ហើយបងឃើញវគ្គសិក្សាបញ្ចុះតម្លៃហ្នឹងមាន7វគ្គសិក្សាគឺបញ្ចុះរហូតដល់ 50% ដោយការធ្វើឡើងនេះគឺត្រឹមថ្ងៃ23មីនា2025នេះប៉ុណ្ណោះបងអាចចូលបង្កើតគណនីបងការសិក្សាដោយស្វ័យប្រវត្តិឬក៏អាចតាក់ទង page Kidu Telegram Group Support ដើម្បីចុះឈ្មោះបានចូលមកអត្ថបទរបស់យើង Japan has reaffirmed its commitment to Cambodia's mine action efforts with the signing of 2 ground agreements totaling approximately 10.4 million US dollars ចឹងប្រទេសជប៉ុនបានអះអាងសារជាថ្មីឬក៏បញ្ជាក់សារជាថ្មី reaffirm នៅ commitment ណាការបដិញ្ញាចិត្តឬក៏ឆន្ទៈរបស់ខ្លួនទៅលើកិច្ចប្រឹងប្រែងនៃសកម្មភាពកម្ចាត់មីនរបស់ប្រទេសកម្ពុជាដោយការ signing ណាការចុះហត្ថលេខាឬក៏ការសញ្ញេណានិយាយស្រួលយល់ទៅការចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ដល់ជំនួយណាឬក៏កិច្ចព្រមព្រៀងផ្ដល់អាចនិយាយថាកិច្ចព្រមព្រៀងផ្ដល់ជំនួយ grant agreements ណាមានកិច្ចព្រមព្រៀងផ្ដល់ជូនអ្វីមួយចំនួន2 totaling សរុបជាទឹកប្រាក់ហ្នឹងគឺ$10.4 លានណាសំទោសប្រហែល approximately ណាប្រហែល10ចុចឬក៏$10.4 លានសហរដ្ឋអាមេរិក The agreements were formalized yesterday with the signing ceremony held at the Ministry of Foreign Affairs and International Cooperation between Deputy Prime Minister Prak Sokhonn and Japan's ambassador to Cambodia Atsushi O'Neill ជាសារភាសាឈ្មោះខ្ញុំអាចនឹងចេញសំឡេងអានខុសអញ្ចឹងគេថាកិច្ចព្រមព្រៀងទាំងពីរនេះគឺត្រូវបាន formalize មានថាធ្វើវាទៅជាផ្លូវការណាមានថាមុនដំបូងវាជាការសម្រេចតែឥឡូវគេ formalize ឲ្យធ្វើវាទៅជាលក្ខណៈផ្លូវការកាលពីម្សិលមិញដោយមានការនៅក្នុងពិធីចុះហត្ថលេខា signing ceremony ដែលប្រារព្ធឡើងនៅក្នុងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិរវាងលោក Deputy Prime Minister ឧបនាយករដ្ឋមន្ត្រីប្រាក់សុខុននិងឯកអគ្គរដ្ឋទូតជប៉ុនប្រចាំប្រទេសកម្ពុជាគឺលោក Atsushi O'Neill ណាអញ្ចឹងគឺពិធីហ្នឹងគេធ្វើគេហៅថាពិធីកិច្ចចុះកិច្ចសន្យាព្រមព្រៀងគ្នាណារវាងភាគីទាំងពីរUnder the newly signed exchange of notes, Japan will provide a grant of Japanese yen ជាស្រ័យផងខ្ញុំភ្លេច check មើលប៉ុន្តែភ្លេចបាត់ពាក្យនេះគឺមានន័យថាលុយជប៉ុនណា$1.166 billion yen about 8.3 million US dollars to strengthen the Cambodia Mine Action Center's SEMA capacity in conducting South-South cooperation training programs ចឹងនៅក្រោម exchange of note គេថាលិខិតប្ដូរសារណាលិខិតប្ដូរសារដែលបានចុះហត្ថលេខាថ្មីជប៉ុននឹងផ្ដល់នៅទឹកប្រាក់ប្រមាណ1.166 billion ឬក៏1000 លានយេនណាលុយយេនណាស្មើនឹងប្រមាណ$8.3 លានសហរដ្ឋអាមេរិកក្នុងការពង្រឹងសមត្ថភាពរបស់អង្គភាពសកម្មភាពកម្ចាត់មីនឬក៏ហៅកាត់ថា SEMA ណាក្នុងការ conduct South-South cooperation training មានថា training programs មានថាកម្មវិធីបណ្ដុះបណ្ដាលសហប្រតិបត្តិការត្បូងនេះឈ្មោះសហប្រតិបត្តិការគេខ្ញុំមិនដឹងថាក្នុងសហប្រតិបត្តិការនោះគឺនិយាយពីអីទេដឹងថា
សប្រតិបត្តិការត្បូងណាសៅទិសខាងត្បូងណាអញ្ចឹងគឺដើម្បីគេរៀបចំវគ្គបណ្ដុះបណ្ដាលនានាណានៃក្នុងសហប្រតិបត្តិការនេះ Additionally Japan will extend an extra Japanese yen 300 million សំទោសខ្ញុំចេះតែអានអា yen នឹងមុន300 million Japanese yen about $2.1 million to support the construction of a training complex and outreach facility for SIMA គេថាបន្ថែមពីនេះនឹងជប៉ុនក៏បានបន្ថែមនៅទឹកប្រាក់បន្ថែមប្រមាណជា300លានយេនបន្ថែមទៀតស្មើនឹងប្រមាណ$2.1 លានក្នុងការជួយគ្រប់គ្រងនិងការសាងសង់ឬក៏ស្ថាបនានៅ training complex វាជាទីកន្លែងបណ្ដុះបណ្ដាលពាក្យ complex នេះវាសំដៅលើវាសំដៅចេះបងដូចជាទីកន្លែងមួយអញ្ចឹងវាមាន office វាមានអីហ្នឹងគេ training complex សម្រាប់ការបណ្ដុះបណ្ដាលណាអញ្ចឹងអានឹងហៅថា training complex យើងនិយាយថាអគារបណ្ដុះបណ្ដាលឬក៏ទីកន្លែងបណ្ដុះបណ្ដាលអញ្ចឹងក៏បានដែរណា outreach facility នេះមកជាមណ្ឌល outreach មានណាផ្ដល់ជំនួយណាពាក្យថា outreach ហ្នឹងគឺថាកន្លែងខ្លះអត់អាចមកមន្ទីរពេទ្យបានទេប៉ុន្តែគេមានមន្ទីរពេទ្យ outreach កន្លែងណាមួយអញ្ចឹងទៅអានោះគេហៅ outreach facility ណាសម្រាប់ SIMA ឬក៏សម្រាប់អង្គភាពសកម្មភាពកម្ចាត់មីន SIMA ណាអញ្ចឹងគឺទៅលើការស្ថាបនាតំបន់បណ្ដុះបណ្ដាលក៏ដូចជាមជ្ឈមណ្ឌលជួយសង្គ្រោះឬក៏ផ្ដល់ជំនួយ These contributions align with Cambodia's National Mine Action Strategy, which aims to achieve a mine-free Cambodia by 2030 អញ្ចឹងការចូលរួមចំណែករបស់ជប៉ុននេះគឺវាអនុលោមទៅតាមយុទ្ធសាស្ត្រសកម្មភាពកម្ចាត់មីនថ្នាក់ជាតិរបស់ប្រទេសកម្ពុជាដែល aims ដែលមានគោលបំណងសម្រេចឲ្យបាននៅប្រទេសកម្ពុជាគ្មានមីនគេថា mine-free Cambodia នៅត្រឹមឆ្នាំ2030 The funding is expected to enhance SIMA's training capabilities and infrastructure, facilitating knowledge sharing capacity building among mine action personnel in Cambodia and beyond អញ្ចឹងគេថាការផ្ដល់ជំនួយនេះគឺត្រូវបានគេរំពឹងថានឹងជួយពង្រឹងឬក៏ជួយពង្រឹង enhance ជួយឲ្យវាល្អពង្រឹងអភិវឌ្ឍណានៅសមត្ថភាពបណ្ដុះបណ្ដាលរបស់ SIMA ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធចឹងទាំងហេដ្ឋារចនាសម្ព័ន្ធនិងសមត្ថភាពបណ្ដុះបណ្ដាលណាដែលទាំងអស់នេះវាជួយសម្រួលណា facilitate ទៅដល់ការចែករំលែកចំណេះដឹងក៏ដូចជាការបង្កសាងសមត្ថភាពក្នុងចំណោមបុគ្គលិកសកម្មភាពកម្ចាត់មីនទាំងអស់នៅក្នុងប្រទេសកម្ពុជាក៏ដូចជាលើសពីនេះផងដែរអញ្ចឹងថាទាំងក្នុងប្រទេសកម្ពុជានិងលើសពីប្រទេសកម្ពុជាក៏គេអាចជួយបានដែរអញ្ចឹងណាក្នុងន័យបែបហ្នឹងអញ្ចឹងដូចខ្ញុំលើកឡើងអញ្ចឹងបងខ្ញុំរួមមានការ promotion ចុះតម្លៃ 50% ចំនួន7វគ្គសិក្សាបងអាចចូលកហទំព័រ kidwaflearning.com ចូលសញ្ញាត្រី3ខាងលើខាងស្ដាំជួយកន្លែងវគ្គសិក្សាឬក៏ courses យើងមានការបញ្ចុះតម្លៃ7វគ្គគឺរយៈពេលតែ3ថ្ងៃទេពីថ្ងៃនេះដល់ថ្ងៃ23មីនា2025នេះតែប៉ុណ្ណោះណាគឺមាន7វគ្គណាបងអាចចូលមើលមកណាតម្លៃឯងមានដាក់ជូនរួចរាល់នៅក្នុងហ្នឹងបងអាចចូលមកបង្កើតគណនីបង់ការសិក្សាស្វ័យប្រវត្តិតាមការណែនាំឬក៏តាក់ទងតាម page Kendu ឬក៏ Telegram Group Support ក្នុង caption description វីដេអូនេះតាក់ទងចុះបានអរគុណជម្រាបលា